គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញនូវគំនិតខ្លីមួយដែលអាចឲ្យអ្នកទាំងអស់គ្នាបដូរពណ៌របស់ folder បានវាមានភាពងាយស្រួលមែនទែនក្នុងការបដូរពណ៌របស់ folder យើងមុនដំបូងដែលយើងត្រូវមាននោះគឺកម្មវិធីដែលមានឈ្មោះថា folder colorizer កម្មវិធីហ្នឹងទំហំវាតូចទេត្រឹមតែ 1.43 មេហ្គាបៃតទេដែលយើងអាច download បានហើយចំពោះ link ក្នុងការ download កម្មវិធីនេះខ្ញុំបានដាក់នៅខាងក្រោមវីដេអូនេះហើយចាំយើងចូលទៅក្នុង link ហ្នឹងហើយ download ទាំងអស់គ្នាតោះឥឡូវចាប់ផ្ដើមតឡើងហើយនឹងខ្ញុំនឹងបង្ហាញពីរបៀបដែលក្នុងការប្រើប្រាស់វាយើងឲ្យស្តុបវាមកយើង install វាពេលយើង install វាហើយឧទាហរណ៍ថាយើងចង់ដូរពណ៌ color folder ណាមួយឥឡូវយើងទៅកាន់ folder មួយឈ្មោះថា my folder អញ្ចឹងបើខ្ញុំចង់ដូរពណ៌ color វិញខ្ញុំគាត់យកពាក្យ colorize ហ្នឹងហើយខ្ញុំដូរយកពណ៌អីតែពីយើងចង់បានហ្នឹងខ្ញុំចង់បានពណ៌ហ្នឹងគឺទឹកខ្មុំដូរពណ៌ទៅទឹកខ្មុំមានភាពងាយស្រួលមែនតើក្នុងការដូរពណ៌ folder អញ្ចឹងក្នុងការបដូរពណ៌ folder យើងអាចរើសពណ៌ផ្សេងៗទៀតតាមចិត្តយើងដែលយើងចង់បានអញ្ចឹងបើមានចម្ងល់អីត្រង់ណាអត់យល់អាច comment នៅខាងក្រោមវីដេអូហ្នឹងបានហើយបើគិតថាវីដេអូហ្នឹងល្អសូមជួយ subscribe និង like ទាំងអស់គ្នាសូមអរគុណ